សួស្តីបងប្អូនទាំងអស់គ្នាចឹងថ្ងៃនេះខ្ញុំនឹងមកចែករំលែកបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងការ add bank ចូលទៅក្នុង Action ណាបងប្អូនចឹងយើងចូលមកក្នុង Chrome ហើយយើងវាយពាក្យ Google Action មកបន្តមកទៀតបងប្អូននឹងឃើញវា load មកដល់កន្លែងនេះបាទបងប្អូនទាញមកក្រោមតិចមកណាបាទទាញមកក្រោមតិចមកបងប្អូនមើលពាក្យថា payment បាទយើងចុចលើពាក្យថា payment បាទបន្តមកទៀតបងប្អូនយកពាក្យ payment info បាទចូលមកដល់កន្លែងនេះរងចាំបន្តិចកំពុងតែដើរបាទហើយនឹងលុបទាំងថ្មីមកបាទនេះដោយសារ account របស់ខ្ញុំគឺ account បាទមាន bank ហើយតែ close អញ្ចឹងខ្ញុំយកពាក្យខាងក្រៅ manage payment method បាទបន្ទាប់មកទៀតមកដល់កន្លែងនេះបងប្អូនយកពាក្យ add payment method បាទហើយយើងនឹងឃើញពីរអញ្ចឹងបងប្អូនចុចយកខាងលើមក add new y transfer detail អញ្ចឹងមកដល់កន្លែងនេះគឺបំពេញដូចគ្នាការ add ថ្មី add account ថ្មីក៏ដូចគ្នា account ចាស់ក៏ដូចគ្នាដែរណាបងប្អូនទាំងអស់គ្នាបាទបងប្អូនត្រូវដាក់ឈ្មោះរបស់បងប្អូនខាងលើ optional ហ្នឹងមិនដាក់ក៏បានដែរបងប្អូន bank name នេះគឺបងប្អូនដាក់ ABA បងប្អូនដាក់ ABA មក AC ដាក់ AC មក switch code នេះនៅ bank មួយគឺមានណាបងប្អូនទាំងអស់គ្នាអញ្ចឹងខ្ញុំដាក់ ABA ខ្ញុំចូលទៅ ABA ខ្ញុំវាយ ABA switch code បាទខ្ញុំយកពាក្យថា ABA switch code នេះមកបងប្អូនទាំងអស់គ្នាបាទ select មកបាទយើងនេះចេញមកបែបនេះបងប្អូនចូលទៅកាន់បាទ ABA account បាទបងប្អូនទាញមកក្រោមបាទនឹងឃើញទាំងឈ្មោះរបស់ ABA ផ្សេងណាបងប្អូនទាំងអស់គ្នាហើយកន្លែងនេះយើងបំពេញតែ ABA មកបាទហើយបងប្អូនមើលពាក្យថានេះកន្លែង switch code នេះណាបងប្អូន copy កន្លែងនេះមកបាទ copy មកយើងយកមក paste កន្លែងនេះវិញមកបាទយើងពិនិត្យមើលមែនទែនកន្លែងនេះបាទហើយខាងក្រោមនេះគឺជា account number នេះគឺជាលេខកង់ធនាគាររបស់យើងណាបងប្អូនទាំងអស់គ្នាអញ្ចឹងបើសិនជាបងមាន9ខ្ទង់បាទខ្ញុំប្រើ ABA អញ្ចឹងខ្ញុំវាយ account ABA នេះលេខរបស់ខ្ញុំតែបងប្អូនដាក់ account របស់បងប្អូនណាបងប្អូនទាំងអស់គ្នាអញ្ចឹងត្រូវពិនិត្យមើលឲ្យមែនតើសម្រាប់លេខធនាគារនេះបាទរួមទាំងឈ្មោះហើយផ្សេងបាទព្រោះកាលណាតែខុសលុយគឺដកអត់បានទេបាទត្រូវ delay រហូតដល់យើងកែប្រែពូមានទៅលុយអត់បាត់ទៅណាទេក៏បានតែដកបាទពេលដែលបងប្អូនពេញហើយបងប្អូនទាញមកក្រោមចុចពាក្យថា save បាទរងចាំបន្តិចហើយឥឡូវបាទ save ប៉ុណ្ណេះគឺវាដានហើយប៉ុណ្ណឹងបាទហើយaccount ថ្មីរបស់ខ្ញុំនេះ account ចាស់ខ្ញុំ remove ចោលបាទតមកទៀតគឺខ្ញុំ remove account ហើយវានឹង load មកជាធម្មតាវិញហើយបងប្អូនខ្ញុំ remove ដោយសារខ្ញុំ add ថ្មីណាបាទនេះគឺ account ថ្មីរបស់ខ្ញុំអាចទទួលលុយបានពី YouTube ជាធម្មតាហើយបងប្អូនយើង refresh មួយមកឃើញ account ថ្មីឈ្មោះរបស់យើងសាយឋានរបស់យើងអីនៅក្នុងនឹងទាំងអស់បាទអញ្ចឹងការ add bank ចូលទៅក្នុងaction គឺមានតែប៉ុណ្ណឹងបងប្អូនអាចអនុវត្តទាំងអស់គ្នាបានមានចំណុចអាច comment សួរបានបងប្អូនទាំងអស់គ្នាអរគុណសម្រាប់ការតាមដានវីដេអូមួយនេះបាទ